này ok chẳng cái tông ca lên sờ máu bởi sân blue màu bị kháng lớn đặt sờ máu màu kháng đi tại bởi màu bị kháng lớn đặt này màu chẳng ca design สำคัญ បំផុត គឺ blue អូខេស្ដីបងប្អូនអរគ្នាចឹងនៅក្នុងវីដេអូនេះយើងធ្វើការសិក្សាទាក់ទងទៅនឹងការលេងស្រមោលឬក៏ពន្លឺចឹងជាធម្មតាការ design អ្វីដែលសំខាន់គឺការស្វែងយល់អំពីការដាក់ស្រមោលនឹងឯងព្រោះសារតែពេលខ្លះយើងដាក់ឬក៏មើលវាអត់សូវ clear ឬក៏វាអត់សូវស្អាតដោយសារតែការលេងស្រមោលឬក៏ពន្លឺនឹងឯងតោះកុំឲ្យខាតពេលយូរឥឡូវបងប្អូនបង្កើតនៅផ្ទៃកិច្ចការងារនេះមួយមកហើយខ្ញុំធ្វើការចូលទៅយកនៅរូបភាពដែលខ្ញុំចង់ធ្វើជាគំរូសម្រាប់បងប្អូនធ្វើការ design អូខេយើងធ្វើការ open មកខ្ញុំមានបាល់មួយហើយខ្ញុំមាននៅតុកនេះមួយទៀតអញ្ចឹងបងប្អូនអាចធ្វើការទាញបាននៅលើ Google ព្រោះសារតែនេះគ្រាន់តែជាការចែកម្លែកចំណេះដឹងអូខេយើងធ្វើការ open មកអញ្ចឹងយើងបានរូបនេះហើយបន្ទាប់ពីយើងធ្វើការបើកហើយនេះគឺជា object ដែលយើងចង់បានឥឡូវខ្ញុំធ្វើការទាញអានេះទៅមុនគេយកទៅដាក់ទៅលើកន្លែងការងាររបស់យើងធ្វើការ design ហ្នឹងហើយអូខេឥឡូវខ្ញុំមានរូបនេះមួយហើយខ្ញុំទៅយករូបបាល់មកមួយទៀតដើម្បីជាឧទាហរណ៍សម្រាប់បងប្អូនអូខេចាប់វាមកអូខេ convert វាទៅជា smart object មកស្ដាំ convert to smart object អូខេ control T ហើយយើងធ្វើការ scale វាចូលមកអូខេដាក់វាបែបនេះចំពោះទីតាំងបងប្អូនដាក់ត្រង់ជ្រុចណាក៏បានដែរអត់ជាបញ្ហាទេហើយចំពោះ background ផ្សេងទៀតបងប្អូនឆ្នៃវាមកដាក់មកចង់បានពណ៌អីចឹងណាតែឥឡូវខ្ញុំជាឧទាហរណ៍ការលេងស្រមោលបងប្អូនស្វែងយល់បន្ថែមទេឧទាហរណ៍ឥឡូវខ្ញុំយកវាប្រហែលជាប៉ុណ្នេះចុះឃើញទេចឹងនៅក្នុងការលេងស្រមោលទី1បងប្អូនត្រូវតែស្វែងយល់ថាតើពលឺវាមកពីណាវាមកពីផ្នែកខាងលើមកខាងនេះឬក៏វាមកពីមកខាងនេះឬក៏វាមកពីលើឧទាហរណ៍ថាជាក់ស្ដែងខ្ញុំចង់ឲ្យពលឺដែលថ្ងៃជះមកគឺមកពីខាងឆ្វេងនេះចឹងបងប្អូនអាចធ្វើការស្វែងយល់បានចឹងជាធម្មតាកាលណាដែលមានពលឺថ្ងៃឬក៏ពលឺអីមួយវាជះចូលពីខាងលើជាពន្លឺហើយប្រកបណាស់នៅខាងក្រោមនេះវានឹងល្ងិតឬក៏វាមើលទៅវាពណ៌យ៉ាងកម្ៅបែបថាស្រមោលវាបាំងអញ្ចឹងណាអូខេ object ហ្នឹងវាបាំងអញ្ចឹងវាធ្វើឲ្យស្រមោលហ្នឹងវាងឹតអញ្ចឹងដើម្បីបានវាបងប្អូនអាចធ្វើការប្រើប្រាស់នៅ object មួយចំនួនក៏ដូចជា tool មួយចំនួនដើម្បីស្វែងយល់ទៅលើការដាក់ស្រមោលហ្នឹងឯងចឹងបងប្អូនឈរទៅលើនេះតេតងទៅនឹងបាល់នេះមកហើយបន្តមកទៀតបងប្អូនអាចធ្វើការបង្កើតនៅតេតងទៅនឹង layer ថ្មីមួយចុចលើវាមួយមកបាច់អូខេបន្តមកទៀតបងប្អូនអាចធ្វើការប្រើប្រាស់តេតងទៅនឹង Present ដើម្បីយើងអាចលេងស្រមោលនៅខាងក្រោមនេះឲ្យវាមើលទៅវាដូចមែនតែនដូច real អញ្ចឹងអូខេបន្តមកទៀតបងប្អូនធ្វើការផ្លាស់ប្ដូរកន្លែងនេះមកយើងចុចលើវាមកនេះទូចសខ្មៅហ្នឹងយើងចុចលើវាមកឲ្យវាចេញជាទម្រង់បែបនេះបន្តបងប្អូនធ្វើការជ្រើសរើសតេតងទៅនឹង pen tool នេះអូខេចុចលើវាឬក៏ mouse ស្ដាំមកវាមាន2តែយើងយកមួយលើមកហើយចំពោះកន្លែងនេះបងប្អូនធ្វើការផ្លាស់ប្ដូរវាអូខេវាធំពេកទៅអត់ចឹងបងប្អូនអាចធ្វើការតម្លាក់អានេះតិចមកអូខេបើវាទូចពេកបងប្អូនធ្វើការតម្លាក់តិចទៀតមកបន្តមកទៀតនេះកន្លែងនេះសំខាន់គឺកន្លែងហ្នឹងឯងបងប្អូនអាចធ្វើការទាញឲ្យវាសំប៉ែតអូខេចង់បានប៉ុណ្ណាហើយអានេះបងប្អូនអាចបង្វិលវាបានវាអាចបង្វិលបាន360ដឺក្រេតែខ្ញុំសូមឲ្យវានៅអញ្ចេះចុះហើយខ្ញុំទាញវាសំប៉ែតអូខេដាក់វាពាក់កណ្ដាលបែបនេះមកបន្តមកទៀតបងប្អូនទាញវាសំប៉ែតហើយយើងមើលអូខេយើងមើលវាតិចសិនបើបងប្អូនដាក់វាអត់ត្រង់ពេលខ្លះនេះវាបិឆាវាបិជាអញ្ចឹងចឹងបងប្អូនសេរីវាអត់ត្រង់មកអូខេហើយប៉ុណ្នេះអូខេឬក៏តិចទៀតមកហើយទាញអានេះវាសំប៉ែតតិចទៀតក៏បានដែរអូខេខ្ញុំគិតថាប៉ុណ្នេះហើយតើតើទៅនឹងប្រាស់បងប្អូនយកនេះអា general ប្រាស់នេះមកអូខេយកលើគេ input ហ្នឹងមកបន្តមកទៀតតើតើទៅនឹង opacity និង floor បងប្អូនអាចធ្វើការតម្លាក់ opacity មកដាក់ត្រឹម25 30 35អីហ្នឹងអូខេហើយអូខេអានេះវាមកតម្រងដើមដោយសារតែយើងចុចអានេះយើងបានសេរីហើយអញ្ចឹងយើងអាចធ្វើការជ្រើសវាបានឃើញទេអូខេបន្តបងប្អូនធ្វើការចុចវាមកតែ complete នេះអានេះឲ្យវាទៅពណ៌ខ្មៅខាងលើហើយយើងចុចលើវាមួយសិនមើលអូខេឃើញទេបន្តមកទៀតគ្នាបិទគ្នាបើកលើ key យើងហ្នឹងយើងព្រមវាចូលមកចុចវាមួយទៀតមកតិចទៀតមកឃើញទេវាចាប់ដើមលក្ខណៈស្មៅនៅខាងក្រោមនេះវាមើលទៅវាដូច real អូខេចុចវាតិចខាងហ្នឹងមកឃើញទេអូខេបន្ទាប់ពីបងប្អូនធ្វើការប្រើប្រាស់តាក់ទងទៅនឹងប្រាស់ប្រហែលជាប៉ុណ្នេះហើយបើសិនស្ទើបងប្អូនព្រមវាវិញបន្តិចទៀតមកចុចវាមួយទៀតមកនេះប្រហែលជាប៉ុណ្នេះហើយបន្តមកទៀតយើងមើលទៅលើ object របស់យើងខាងលើនេះគឺវាសហើយអាក្រោមនេះក៏វាសដែរវាមើលទៅវាថាអត់ទាន់ដូចមែនតែនថាពលឺវាបាំងពីខាងលើអញ្ចឹងណាអញ្ចឹងដើម្បីបានវាបងប្អូនឈរទៅលើ object bar នេះមកអូខេឈរកន្លែងហ្នឹងមកហើយបងប្អូនមកមើលនៅខាងក្រោមនេះក្បែរ
folder ឯកសារនេះបងប្អូនចុចកន្លែងនេះមួយមកអូខេចុចកន្លែងហ្នឹងមកបាទហើយយើងយកពាក្យថា exposure នេះអូខេចុចកន្លែងហ្នឹងមកអូខេបន្តមកកន្លែងនេះបងប្អូនធ្វើការដាក់ម៉ាស់វាមួយយើងចុចកន្លែងនេះមួយអូខេបន្តមកទៀតបងប្អូនធ្វើការមើលនៅផ្នែកខាងលើនេះដើម្បីយើងអាចសេរីឬក៏ control ទៅលើ object ទីតាំងកន្លែងណាដែលយើងចង់ធ្វើឲ្យវាងឹតឬក៏វាភ្លឺអូខេឥឡូវខ្ញុំសាកតម្លើងវាភ្លឺតម្លាក់វាល្ងឹតអញ្ចឹងយើងត្រូវការល្ងឹតឥឡូវយើងសេរីវាមកល្មមមកអូខេប្រហែលជាប៉ុណ្នេះតែវាល្ងឹតទេឃើញអត់អញ្ចឹងដើម្បីឲ្យវាយើងប្រើប្រាស់នៅ object ហ្នឹងឬក៏ធ្វើឲ្យវាមើលទៅដូចរៀបបងប្អូនមានពីរវិធីសាស្ត្រក្នុងការប្រើប្រាស់ទី1បងប្អូនអាចធ្វើការប្រើតាក់ទងទៅនឹង gradient នេះអូខេនេះ gradient នេះហើយអានេះបងប្អូនដាក់អញ្ចឹងទៅនេះលើគេហ្នឹង basic ហ្នឹងបងប្អូនអាចជ្រើសយកអាហ្នឹងបានហើយបងប្អូនឆូតវាមើលវាមកពីខាងណាអញ្ចឹងបើវាមកពីខាងនេះបងប្អូនដូរវាមក control Z មកវិញហើយបងប្អូនធ្វើការដាក់ពីខាងក្រោមនេះអីចេះឥឡូវយើង view មើលសិនអូខេអានេះយើងអាចទាញវាពលឺតិចតិចមកបានហើយអូខេល្ងឹតនៅអញ្ចឹងតើតើទៅនឹងកន្លែងនេះបើសិនជាបងប្អូនមើលទៅវាលក្ខណៈថាអត់ទាន់ស្អាតអត់ទាន់ clear ឬក៏វាមើលទៅវាអត់ទាន់ដូចមែនតែនទេបងប្អូនអាចធ្វើការតម្លាក់ពលឺបាល់នេះបន្តិចមកអូខេឈរទៅលើបាល់នឹងភាសាទៀតមកហើយចូលកន្លែងនឹងដដែលហើយបងប្អូនយកពាក្យនឹងមួយទៀតមកអូខេតម្លើងអានឹងមកតង់ទៀតមកបងប្អូនតម្លាក់វាអូខេមួយណានេះយកមួយនេះមកហើយអានេះបងប្អូនចង់តម្លើងតម្លាក់អីតម្លាក់តិចទៀតក៏បានដែរឥឡូវខ្ញុំចង់លុបនេះអាផ្នែកនេះគៀននេះអញ្ចឹងដើម្បីបានវាបងប្អូនចុច Control I មកអានេះជា technique មួយទៀតអូខេ Control I ហើយយើងប្រើប្រាស់តាក់ទងទៅនឹងប្រាស់នេះម្ដងបន្តមកបើសិនជាកន្លែងនេះខ្មៅបងប្អូនត្រូវតែបង្វិលអានេះឲ្យវាទៅជាពណ៌សខាងលើវិញហើយយើងចាប់ផ្ដើមធ្វើការលុបកន្លែងណាដែលយើងចង់វាល្ងឹតអូខេ complete មើល opacity តម្លាក់វាតិចទៀតមកអូខេហើយយើងធ្វើការចាប់ផ្ដើមលុបលើវាមកអូខេយើងលុបវាថាមកអូខេកន្លែងណាដែលវាមើលទៅវានេះពេកបងប្អូនក៏សេរីវាតិចតួចមកអូខេឈួតទៅលើ move tool យើងវិញឥឡូវបងប្អូនសាក view មើលអានេះខាងក្រោមហើយនេះគឺជា object ដែលយើងចង់បន្ថែមមកវាមើលទៅវាល្ងឹតឥឡូវយើងសាកមើលទាំងពីរនឹងវិញរវាងមាននៅអត់ហើយនឹងមានមួយណាវាប្រសើរជាងអូខេនេះដូចនៅអញ្ចឹងការលេងស្រមោលបងប្អូនកុំដាក់ឆ្ងាយពេកខាងក្រោមហ្នឹងដាក់ឆ្ងាយពេកវាមើលទៅវាហោះអីចឹងទៅហើយចំពោះ object នេះបងប្អូនធ្វើការសេរីវាដែរមកព្រោះសារតែពលឺអញ្ចឹងការ design សំខាន់បំផុតគឺពលឺនឹងឯងហើយយើងចូល exposure នេះដដែលមកដាក់ម៉ាស់វាចូលមួយបងប្អូនសេរីមកចាំឲ្យល្ងឹតប៉ុន្មានអូខេសេរីតិចតិចមកប្រហែលជាប៉ុណ្នេះបន្តមកបងប្អូនប្រើទៅតង gradient នេះដដែលហើយអំបិលអានេះមកហើយយើងឆូតមើលនេះពីនេះមកអូខេឈរទៅលើ move tool ឃើញទេស្អាតនៅនេះអូខេអញ្ចឹងតើតើការលេងស្រមោលបើសិនពលឺមកពីខាងលើដាក់ស្រមោលមកខាងនេះតែបើពលឺមកខាងលើនេះបងប្អូនត្រូវតែធ្វើការដាក់ស្រមោលនៅខាងនេះតែបើមកពីខាងលើដាក់នេះមកអញ្ចឹងការ design សំខាន់បំផុតគឺពលឺហើយអូខេមេរៀនយើងមានតែប៉ុណ្្នឹងសង្ឃឹមបងប្អូនទាន់នៅត្រង់ចំណុចហ្នឹងហើយបើសិនចង់បាន tip ខ្លីៗឬក៏មេរៀនបែបណាទៀតអាចធ្វើការ comment នៅខាងក្រោមវីដេអូនេះបានហើយកុំភ្លេច subscribe នៅ channel អ្នកមួយផងអរគុណជួបគ្នានៅក្នុងវីដេអូបន្តទៀត